ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសុខសប្បាយទេរយៈពេលមួយអាទិត្យនេះយើងបានបែកគ្នាហើយវីដេអូនេះខ្ញុំផលិតឡើងក្នុងគោលបំណងមួយដើម្បីរំលឹកនៅមេរៀននៅអ្វីដែលយើងបានរៀនកាលពីសប្តាហ៍មុននោះមួយរៀសមិនដឹងថាបងប្អូនសុខទុក្ខយ៉ាងណាហើយបងប្អូនបានយករឿងដែលបងប្អូនបានសិក្សានោះអាប់ផ្លាយនៅក្នុងការងារនឹងបានផលយ៉ាងណាហើយមានអ្វីជាការ feedback អញ្ចឹងវីដេអូនេះខ្ញុំផ្ញើជូនបងប្អូនដើម្បីរំលឹកនៅអ្វីដែលយើងបានរៀនកាលពីសប្តាហ៍មុនពីព្រោះសប្តាហ៍មុនយើងរៀនដូចច្រើនបន្តិចហើយអញ្ចឹងខ្ញុំសូមរំលឹកនៅអ្វីដែលយើងបានរៀនបាទនិយាយអំពីការប្រស្រ័យទាក់ទងជាទូទៅការប្រស្រ័យទាក់ទងគោលបំណងគឺដើម្បីបញ្ជូនព័ត៌មានរវាងអ្នកនិយាយទៅអ្នកស្ដាប់មានន័យថាពីរវាងបងប្អូនជាប្រធានសាខាទៅកាន់ CEO ឬក៏បុគ្គលិកក្រុមអាវ៉ាត់ហើយទាំងពីរនេះគឺយល់ពីគ្នាក៏ប៉ុន្តែមានពេលខ្លះអារម្មណ៍របស់យើងអាចនឹងប្រែប្រួលអាចនឹងមានអារម្មណ៍ពេលខ្លះសប្បាយចិត្តពេលខ្លះមានអារម្មណ៍តានតឹងពេលខ្លះមានអារម្មណ៍មិនសូវសប្បាយចិត្តរហូតដល់ពេលខ្លះវាអាចធ្វើឲ្យយើងនឹងមិនអាចទប់ទល់អារម្មណ៍បានរហូតដល់យើងអាចប្រស្រ័យទាក់ទងជាមួយបុគ្គលិករបស់យើងនឹងអាចទៅតាមអ្វីដែលជាជាតិពិតដែលកំហឹងកំពុងតែឈរចាំកំពុងតែគ្រប់គ្រងលើយើងជាហេតុផលធ្វើឲ្យបុគ្គលិកខ្លះគាត់មានអារម្មណ៍មិនសប្បាយចិត្តពេលដែលយើងនិយាយទៅជាពាក្យមួយដែលធ្វើគេជឿចុកចាប់ប៉ុន្តែគោលបំណងយើងគឺល្អទេគ្រាន់តែថាពាក្យពេចន៍សម្ដីកាយវិការរបស់យើងបានផ្សារភ្ជាប់ទៅនឹងអារម្មណ៍មួយវាគ្រប់គ្រងលើយើងជាលទ្ធផលធ្វើឲ្យបុគ្គលិកអត់មានអារម្មណ៍សប្បាយចិត្តពេលខ្លះគេមានអារម្មណ៍គុំគួនពេលខ្លះគេមានអារម្មណ៍គិតវេះឬបង្កើតលេសឲ្យយើងគិតថាបានដូច្នេះដើម្បីឲ្យការបញ្ជូនសារព័ត៌មានរវាងយើងជាអ្នកគ្រប់គ្រងទៅអ្នកបុគ្គលិករបស់យើងឲ្យមានប្រសិទ្ធភាពហើយមានសក្តានុពលនៃកម្មនោះយើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងការប្រស្រ័យទាក់ទងបែបផ្លូវអារម្មណ៍យើងអាចនិយាយពីអង់គ្លេសថា emotional communication នៅពេលដែលយើងនិយាយពី emotional communication វាមិនមែនគោលដៅត្រឹមតែឲ្យគេយល់ពីយើងយល់ពីគេទេក៏ប៉ុន្តែបញ្ចប់ដោយការយល់ចិត្តគោលគឺធ្វើឲ្យដៃគូរបស់យើងដែលយើងនិយាយទៅកាន់ដែលយើងបញ្ជូនព័ត៌មានទៅកាន់គេមានអារម្មណ៍សក់កក់ក្ដៅសុខស្រួលឬក៏មានអារម្មណ៍សប្បាយចិត្តពីព្រោះនៅពេលដែលយើងនិយាយអំពីមនុស្សអ្វីដែលមនុស្សចង់បានពីនោះគឺការគោរពនិងឲ្យតម្លៃនៅពេលដែលយើងបញ្ជូនសារទៅគេពាក្យពេចន៍របស់យើងទង្វើរបស់យើងសកម្មភាពរបស់យើងទឹកមុខរបស់យើងនិយាយទៅកាន់ CEO របស់យើងឬក៏បុគ្គលិករបស់យើងត្រូវតែចំណាំថាគោលដៅនៃការនិយាយរបស់យើងមិនត្រឹមតែការបញ្ជូនព័ត៌មានឲ្យយល់គ្នាទេថែមទាំងឲ្យដៃគូរបស់យើងមានអារម្មណ៍សុខស្រួលមានអារម្មណ៍សប្បាយចិត្តមានអារម្មណ៍ថាមានផាសុកភាពមានអារម្មណ៍ថាគេមានតម្លៃបែបនេះទើបធ្វើឲ្យការប្រស្រ័យទាក់ទងយើងប្រកបដោយគុណភាពនិងប្រកបដោយផ្លែផ្កាចាំថានេះគឺជាគោលដៅសំខាន់នៃការប្រស្រ័យទាក់ទង communication និង emotional communication អរគុណ